ជួបជាមួយបរិះដែលមិនស្គាល់ពាក្យថាងងុយគេងធ្វើការ24ម៉ោងលើ24ម៉ោងជាងកន្លះសតវត្សមកហើយករណីលោកថៃងុកដែលមិនគេងជាង50ឆ្នាំគឺជាករណីពិសេសដែលបំបែករាល់ទ្រឹស្ដីវិទ្យាសាស្ត្រទាំងអស់ដើមចមនៃអាការៈមិនងងុយគេងតាមរយៈការរៀបរាប់របស់លោកថៃងុកដែលជាជនជាតិវៀតណាមអាការៈនេះបានចាប់ផ្ដើមឡើងនៅឆ្នាំ1973បន្ទាប់ពីលោកបានកើតជំងឺគ្រុនក្តៅខ្លាំងមួយចាប់តាំងពីពេលនោះមកភ្នែករបស់លោកមិនដែលបិទលក់ម្ដងណាឡើយសូម្បីតែ1នាទីជីវិតរស់នៅប្រចាំថ្ងៃខណៈពេលដែលមនុស្សធម្មតាត្រូវការគេងពី7ម៉ោងទៅ8ម៉ោងដើម្បីមានកម្លាំងធ្វើការប៉ុន្តែលោកថៃងុកវិញលោកប្រើប្រាស់ពេលវេលាដែលអ្នកដទៃគេងដើម្បីធ្វើការងារកសិកម្មយាមចម្ការនិងជីកស្រះត្រីនៅពេលយប់លោកអាចធ្វើការងារធ្ងន់បានយ៉ាងធម្មតាដោយមិនមានអាការៈអស់កម្លាំងអ្វីឡើយការពិនិត្យផ្នែកវិទ្យាសាស្ត្រលទ្ធផលវិទ្យាសាស្ត្រគ្រូពេទ្យរកមិនឃើញជំងឺផ្លូវចិត្តឬរាងកាយធ្ងន់ធ្ងរណាមួយឡើយអ្នកជំនាញខ្លះជឿថាលោកប្រហែលជាមានការគេងលក់រយៈពេលខ្លីបំផុតត្រឹមតែប៉ុន្មានវិនាទីដោយមិនដឹងខ្លួនដែលខួរក្បាលឆ្លៀតសម្រាកក្នុងពេលភ្នែកកំពុងបើកទោះបីជាការមិនគេងធ្វើឲ្យលោកមានពេលធ្វើការច្រើនជាងអ្នកដទៃក៏ដោយប៉ុន្តែលោកថៃងុកធ្លាប់និយាយថាលោកមានអារម្មណ៍ដូចជារុក្ខជាតិដែលខ្វះទឹកលោកតែងតែប្រាថ្នាចង់គេងលក់ឲ្យបានត្រឹមតែ2-3ម៉ោងក៏លោកអស់ចិត្តលោកក៏ធ្លាប់សាកល្បងប្រើថ្នាំគេងលក់និងផឹកស្រាខ្លាំងៗដើម្បីឲ្យគេងលក់ប៉ុន្តែវាមិនមានប្រសិទ្ធភាពទាល់តែសោះជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនមិនទាន់បានធ្វើការ like ឬ follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Voten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ